សួស្តីបងប្អូនចាក្នុងវីដេអូនេះបង្ហាញបងប្អូនមើលពីសកម្មភាពការពង្រីកកុដនៅកុដរបស់ព្រះអង្គកែវបងប្អូននៅក្នុងវីដេអូហ្នឹងលោកនៅក្នុងវីដេអូហ្នឹងគឺព្រះអង្គកែវនៅលើភ្នំត្បែងមានជ័យបងប្អូននៅខាងប៉ែកខាងតាំងយូប៉ុន្តែមិនមែននៅវត្តតាំងយូហ្មងទេជាធម្មតានៅលើភ្នំគឺដីវាអត់ស្មើទេបងប្អូនយើងមើលទៅឃើញត្រង់ស្មើអញ្ចឹងប៉ុន្តែបើសិនជាយើងត្រូវសាងសង់អីគឺវាអត់ស្មើទេត្រូវការចាក់បំពេញវាខ្ពស់ទាបអញ្ចឹងត្រូវការចាក់វាឲ្យស្មើហើយដើម្បីឲ្យកុដមានកម្រាស់ស្មើគ្នាគឺត្រូវការកាយថ្មកន្លែងនេះវាមិនមែនជាថ្មចំទេរបៀបដូចជាដីលាយខ្សាច់ទេប៉ុន្តែវានៅរាប់រយឆ្នាំទៅវាឡើងរឹងទៅដូចជាថ្មអញ្ចឹងប៉ុន្តែយើងអាចវាយដំអីទៅវាបែកវារបូតមកដែរអញ្ចឹងទៅយើងគោះអាដីហ្នឹងយកទៅចាក់កន្លែងកុដឲ្យស្មើហើយចានេះមេកាគេហៅថាមេកានិយាយពីថាមកដេកតាមផ្លូវលោកធ្វើអីនៅណាគឺវាទៅដេកនៅហ្នឹងហើយដល់ពេលលោកយួរដីយួរអីយកមកចាក់កុដនេះគឺវាដេកនៅផ្លូវដើរហ្មងចាំមើលលោកហើយចេះណាឆ្កែមួយហ្នឹងហើយនេះគឺសកម្មភាពបងប្អូនចានេះគឺកុដសាមុនណាបងប្អូនទំហំកុដគឺមានលក្ខណៈរាងតូចដោយសារដំបូងលោកថាសង់គង់សម្រាប់តែមកខ្លួនឯងអញ្ចឹងណាដល់ពេលតែញាតិញោមទៅលេងច្រើនទៅតើតែមករីកដើម្បីឲ្យញាតិញោមមានកន្លែងសម្រាប់ស្រួលហើយភាគច្រើនគឺលោកធ្វើខ្លួនឯងហ្នឹងហើយបងប្អូនស្តៀងជាមួយនឹងវីដេអូមុនខ្ញុំមុនដែរដែលប្រាប់ថាលោកពង្រីកកុដធ្វើទៅខ្លួនឯងទេតែបើការ៉ូយើងជួលជាងមករៀបតែសានលោកអត់ចេះរៀបដែរអញ្ចឹងណាអញ្ចឹងសកម្មភាពណាការងារណាដែលលោកអាចធ្វើបានលោកធ្វើខ្លួនឯងដើម្បីកុំឲ្យអស់បច្ច័យជួលគេមកច្រើនហើយការងារលំអិតដោយរៀបការ៉ូរៀបអីហ្នឹងតើជួលជាងបងប្អូនចាហើយជើងមុនហ្នឹងខ្ញុំទៅឡើងយកទៅប្រគេនការ៉ូលោកហ្នឹងដើម្បីក្រាលកន្លែងហ្នឹងកន្លែងដែលលោកចាក់ដីហ្នឹងបងប្អូនប៉ុន្តែយើងបានតែជួយចាក់ដីហ្នឹងទេអត់បានជួយរៀបការ៉ូទេដោយសារជាងអត់តន់មកថ្ងៃដែលខ្ញុំទៅហ្នឹងជាងអត់តន់មកដល់ហើយការ៉ូក៏អត់តន់បានលីឡើងអញ្ចឹងទៅគាត់ទៅជួយរៀបដីហើយក៏ចុះមកក្រោមវិញនេះសិតតែទីតាំងដែលលោកត្រូវពង្រីកឲ្យធំណាដោយសារពេលយប់ឡើងលោកនិមន្តចង្ក្រមទៅពេលនិមន្តចង្ក្រមទៅកន្លែងកុដចាស់ហ្នឹងវារៀងតល់ណាវាខ្លីពេកនិមន្តបានចិត្តពេកដល់ពេលចិត្តពេកទៅលោករៀងពង្រីកឲ្យវែងតិចដើម្បីស្រួលនិមន្តចង្ក្រមពេលយប់កុំឲ្យដើរមុតជើងមុតអីចឹងណាបងប្អូនហើយណាមួយក៏បានចំណេញពេលដែលបងប្អូនទៅលេងឬក៏ខ្ញុំអីឡើងទៅលើហ្នឹងក៏មានកន្លែងសម្រាប់ស្រួលចឹងទៅកុំឲ្យគៀកទៅលោកពេកធម្មតាយើងឡើងទៅមានស្រីមានអីចឹងកុំឲ្យទៅចងរឹងចងអីចិត្តលោកពេកចឹងណាបងប្អូនចាលោកស្រួលញាតញោមដែរទេហើយមានបងប្អូនខ្លះគាត់ស្មានតែខ្ញុំនឹងឡើងភ្នំម្នាក់ឯងចាទៅស្និទ្ធស្នាលអីនៅតែពីរអ្នកលោកពី3ថ្ងៃនឹងចឹងអត់ទេបងប្អូនហើយខ្ញុំឡើងទៅមានគ្នាចាមានប្រុសមានស្រីឡើងទៅហើយយើងចង់រឹងគេងរៀងខ្លួនចឹងណាគេងឆ្ងាយពីលោកហើយអត់មានទៅអង្គុយគៀកអីចិត្តលោកសិតស្នាលអីមួយលោកទេលោកហើយចាហើយដល់ពេលរៀបចំចាក់ដីចាក់អីហើយហ្នឹងក៏ព្រះអង្គចននេះនិមន្តមកជួយរើដោះអាគុយសូឡាបងប្អូនលោកប្រើសូឡានៅខាងលើភ្នំណាបើមិនចឹងទេយប់ឡើងល្ងិតពេកពិបាកក្នុងការមើលក្នុងការអីចឹងណាចឹងទៅលោករៀបសូឡាមួយឈុតហើយជួយលើកទូលើកអីហ្នឹងចេញពីកន្លែងដែលត្រូវវាយការ៉ូថ្មីហ្នឹងណាបងប្អូនចាហើយខ្ញុំនេះភាគច្រើនគឺបានតែថតវីដេអូទេការងារធ្ងន់ហ្នឹងមិនបានជួយធ្វើអីទេវាយើងធ្វើវាអត់រួចវាធ្ងន់ណាស់បងប្អូនអញ្ចឹងដើរចោះដើរឡើងថតវីដេអូមានតែប៉ុណ្្នឹងឯងហើយនឹងប្រកេនលោកបានបច្ច័យមួយចំនួនសម្រាប់ស៊ីម៉ង់ចាទិញស៊ីម៉ង់ទិញអីសម្រាប់យកមករៀបការ៉ូនឹងឯងបងប្អូនចាហើយនេះគាត់បច្ចុប្បន្ននេះបងប្អូននេះគឺជាទស្សនវិជ្ជាបច្ចុប្បន្នចាលោកពង្រីកបានប៉ុណ្ណឹងជាក្រានបាយនេះក៏ស្រួលសម្រាប់យើងដាំចង្ហាន់ដាំអីហើយហូបបាយហូបអីនៅខាងនេះចឹងទៅហើយនេះគឺជាទំហំគាត់បច្ចុប្បន្នចាអញ្ចឹងកន្លែងសម្រាប់ធំជាងមុនចាញាតិញោមទៅអាចសម្រាប់នៅខាងការ៉ូខៀវនោះបាននេះទលាយនៅមានខាងនោះមួយទៀតខាងក្រោយតង់លោកនោះមួយទៀតលោកត្រូវបិទការ៉ូឥឡូវនេះបែរជាបិទការ៉ូហើយយ៉ាងព្រោះចាំមើលខ្ញុំទៅជើងក្រោយខ្ញុំថតទំហំគាត់មកភាសាទៀតជូនបងប្អូនមើលហើយខាងចក្រានបាយនេះក៏ស្រួលសម្រាប់ដាំចង្ហាន់ដាំអីដែរដីវាស្មើណាបងប្អូនហើយស្រួលហូបបាយហូបអីដែរចឹងអរគុណច្រើនបងប្អូន